Are you the Wi-Fi? Because I feel some connection. Hello. Thạch mơ map 4 kg បែរទៅជា5 kg ខ្ញុំរត់ចាប់ហើយបានមេដៃមួយគេនេះខ្ញុំនៅមុខស្តង់សៃខាត់ហើយនៅនេះក៏មានសេវា 5G ប្រើស្រួលមែនតើបងសម្រាប់អ្នកប្រើសៃខាត់ហើយនៅកណ្ដាលកន្លែងគេអាសាទៅរត់នេះគឺមាន Wi-Fi X by សៃខាត់ហ្មងឥឡូវយើងជួបដូតាឥឡូវសុំគាត់សម្ភាសវាសួរមកកណ្ដាលម្ដងធ្លាប់លេង Wi-Fi អត់ឡូរត់ឡើងឡងឯហ្នឹង10បងធ្លាប់ប្រើ Wi-Fi នៅម្ដងកណ្ដាលហ្នឹងអត់ធ្លាប់តាធ្លាប់បើសាមញ្ញហ្នឹងហើយដឹងអត់ថា Wi-Fi នៅកណ្ដាលហ្នឹងប្រព័ន្ធអីគេដែរអូខាងសេខាត់ច្បាស់មុនសេខាត់ត្រូវមានដឹងអត់ថាសេវា Wi-Fi របស់សេខាត់គ្រប់ដណ្ដប់1 គីឡូម៉ែត្រនៅកណ្ដាលនៅនេះខ្ទង់4-5 គីឡូត្រូវអត់នៅហ្នឹងដូចជា5 គីឡូដូចជា5 គីឡូ Yes Wi-Fi នៅគ្រប់ដណ្ដប់បាន5 គីឡូតែរ៉េតឲ្យ Wi-Fi របស់សេខាត់បានដែរ4 លើ 10បានលឿនរ៉េតឲ្យ4.8បានលេខ1លេខ1ប្រហែលមិនមិត្តភក្តិខ្ញុំពួកចូលចិត្តលេងដាច់យប់មកបោះតង់លេងមកទៅ Wi-Fi ប្រូ Wi-Fi របស់សេខាត់ហើយនឹងក្រាស់ reply តែគេលឿនជាងចល័តបាទសេខាត់លឿនជាងបើតាមយើងគិតហ្មងណាហេតុអីបានសេខាត់សម្រាប់ចិត្តថាដាក់ Wi-Fi នៅម្ដុំកោះនារីជាទូទៅកន្លែងនេះជាពិសេសពេលយប់ពេលល្ងាចហ្នឹងគឺមនុស្សច្រើនគេប្រើ data នៅក្នុងនេះវា slow អញ្ចឹងមកមាន Wi-Fi support វាល្អ Yes កម្មវិធីរត់ចោលហើយដល់គ្នាហើយបើអ្នកគ្នាដែរដឹងទេនៅកោះនារីក៏មាន free Wi-Fi ដែរ public Wi-Fi មែនប៉ុន្តែ Wi-Fi គេ security មែនតើអ្នកគ្នាអាចប្រើប្រាស់ដោយសេរីដោយអត់ចាំបាច់ថាមានការ scam ឬក៏ leak data អីផ្សេងៗទេដោយសារតែ Wi-Fi នៅនេះគឺដាក់ដោយក្រុមហ៊ុន Cycat អញ្ចឹងអ្នកគ្នាអាចទុកចិត្តបាន See you